គឺជាតកវិជ្ជាមួយបាទក៏ដូចជានិន្នាការមួយដែលយើងទាំងអស់គ្នាមិនពិបាកយល់នោះទេបើសិនជាឧបមាថាបាទក្នុងមួយអ្នកបាទប្រជាជនកម្ពុជាយើងបាទប្រើសាប៊ូដុសខ្លួនអស់មួយដបអញ្ចឹងបាទឧបមាថាបើសិនជាមួយដបមួយបាទ$1អញ្ចឹងស្មើនឹងបាទប្រជាជន15លាននាក់បាទចាយលុយទៅលើសាប៊ូដុសខ្លួនអស់$15លានក្នុងមួយខែបើសិនជាក្នុងករណីសាប៊ូនោះបាទជាសាប៊ូនឹងផលិតនឹងកែច្នៃនៅក្នុងស្រុកប្រកាសណាស់$15លាននឹងវិលជុំនៅក្នុងស្រុកតែម្ដងប៉ុន្តែបើសិនជាសាប៊ូនោះជារបស់ក្រៅស្រុកវិញច្បាស់ណាស់តម្លៃ40ទៅ50%នឹងបាទចាក់ចេញពីប្រទេសកម្ពុជាបងប្អូនដឹងអត់ថាការដែលបាទចាក់ចេញទៅបាទគឺពិបាកក្នុងការសង្ឃឹមនឹងវិលត្រឡប់មកវិញណាស់បាទតែបើវិលនៅក្នុងស្រុកចាក់ចេញបាទពីក្នុងតំបន់ទៅក្នុងបាទស្រុកប្រទេសរបស់យើងបាទច្បាស់ណាស់វានឹងត្រឡប់មកវិញបាទតាមរយៈនៃការប្រតិបត្តិការនឹងបាទចរន្តសាច់ប្រាក់របស់យើងបាទវិលចុះឡើងបាទទាំងនេះគឺជាការសន្សំបាទកញ្ចប់ថវិកានៅក្នុងសេដ្ឋកិច្ចជាតិអញ្ចឹងបងប្អូនណាបាទជាទូទៅក្នុងមួយខែបាទមិនតិចបាទជាងលាន$ទេបាទសម្រាប់លុយដែលបងប្អូនប្រើប្រាស់នៅសាប៊ូបាទទាំងអស់នោះមិនថាដុសខ្លួនមិនថាលាងចានមិនថាបាទសាប៊ូកក់សក់បាទសាប៊ូលុបមុខណាបាទអញ្ចឹងគឺច្រើនមែនតែនហើយទាំងអស់នោះគឺមួយចំណែកធំបានទៅកាន់ក្រៅប្រទេសដោយសារតែកន្លងមកគឺនៅក្នុងប្រទេសយើងធ្វើមិនសូវបានបាទហើយធ្វើបានហើយតែមិនស្តង់ដាមិនមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ហើយនឹងមិនសូវមានការគ្រប់គ្រងបាទក៏ធ្វើឲ្យផលិតផលខ្មែរគឺបាទមិនសូវជាមានការចាប់អារម្មណ៍ប៉ុន្តែឥឡូវនេះគឺបងប្អូនអាចងាកមកចាប់អារម្មណ៍បានដោយសារតែសាប៊ូស្ពៃគឺជាសាប៊ូល្អឥតខ្ចោះបាទក៏ដូចជាសមិទ្ធផលផ្សេងៗរបស់អូកាបាទរបស់ LSV នឹងគឺអស្ចារ្យមែនទែនដោយសារតែបាទផ្ដោតសំខាន់ទៅលើគុណភាពនិងស្តង់ដារជប៉ុនជាផលិតផលជាស្នាដៃជាការកែច្នៃបាទរបស់កម្ពុជាសុទ្ធសាធក៏ប៉ុន្តែគុណភាពគឺរបស់ជប៉ុនពីព្រោះរាល់ផលិតផលនីមួយៗរបស់ LSV គឺសុទ្ធតែឆ្លងកាត់ការបាទអនុញ្ញាតពីមន្ទីរពិសោធន៍ជប៉ុននិងបញ្ជាគុណភាពពីមន្ទីរពិសោធន៍ជប៉ុនហើយក៏មានការទទួលស្គាល់ពីស្ថាប័នធំៗលំដាប់ពិភពលោកទៀតផងដែរដូចជា ISO បាទ Halal ហើយនិង GMP បញ្ជាក់បងប្អូនថាទាំងនេះគឺជារឿងដែលមិនងាយក្នុងការទទួលបានទេបាទពីព្រោះបាទត្រូវការបាទប្រសិទ្ធភាពសុវត្ថិភាពនិងការច្នៃប្រឌិតខ្ពស់ហើយជាពិសេសហ្នឹងគឺបាទមានសន្ទុះនៃការគ្រប់គ្រងច្រើនបាទបែបនេះហើយទៅអាចទៅរួចបងប្អូនណា